បាទបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងបង្ហាញបងប្អូនទាំងអស់គ្នារបៀបថា download មួយ file អញ្ចឹងនេះដូចជាយើង short screen ទេបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនជាទូទៅបងប្អូន short screen គឺបានតែលក្ខណៈមួយដុំប៉ុណ្្នឹងទេប៉ុន្តែបងប្អូនចង់ short screen ឲ្យបានវែងមួយអត្ថបទដូចក្នុងរឿងអីមួយគឺបងប្អូនអាចធ្វើបានដែរ short screen បានដូចគ្នាបើវាមានច្រើនជំរើសដែលបងប្អូនជ្រើសឃើញបងប្អូនទាំងអស់គ្នានេះគឺ short screen ទេបាទខ្ញុំ short screen ទេជាទូទៅបងប្អូន short screen គឺបានតែលក្ខណៈតាមមួយដុំប៉ុណ្្នឹងឯងទៅអញ្ចឹងឥឡូវយើងមានការ technique របស់យើងអាច short screen បានវែងលក្ខណៈបែបនេះបាទអញ្ចឹងឥឡូវយើងចូលទៅមើលទាំងអស់គ្នាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube នឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀប short screen បាទអត្ថបទឬក៏សំណេរអីផ្សេងៗនៅក្នុង Google របស់យើង Google ឬក៏នៅក្នុង Chrome អីផ្សេងៗក៏ដោយ Safari គឺបងប្អូនអាចធ្វើលក្ខណៈបែបនឹងបានទាំងអស់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងមើលបានឥឡូវខ្ញុំចូលនៅក្នុង Safari មួយមកបាទចេញខ្ញុំចូល Safari កន្លែងនេះគឺខ្ញុំបាននេះហើយអញ្ចឹងខ្ញុំ back វិញមកអញ្ចឹងខ្ញុំចូលក្នុងអត្ថបទមួយណាមួយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូលក្នុងអត្ថបទមួយនេះមួយអញ្ចឹងយើងចាំវា plan មកវាដំណើរការអញ្ចឹងជាទូទៅបើសិនជាបងប្អូនទាំងអស់គ្នាចង់ short screen គឺបងប្អូន short screen មួយអត្ថបទគឺវាយូរបងប្អូនទាំងអស់គ្នាបាទវាច្រើនទៀតអញ្ចឹងសម្រាប់technique មួយនេះគឺបងប្អូនទាំងអស់គ្នាអាច short screen បានម្ដងគឺទាំងអស់តែម្ដងបាទឥឡូវខ្ញុំចុច short screen មួយអូខេបាទអញ្ចឹងបងប្អូនឃើញហើយនេះ short screen ខ្ញុំ short screen ហើយនៅលើនេះឃើញទេអញ្ចឹងបងប្អូនយកដៃប៉ះពីលើនឹងមកបាទវានឹង load លក្ខណៈបែបនេះគឺវាមាន screen ហើយនឹង full screen បងប្អូនយក full screen មកបន្ទាប់មកបងប្អូនឃើញសំណេរវានៅគិននេះយកដៃអូសមកចុះមកខាងក្រោមចេះទាំងអស់មកបាទឥឡូវយើងយកដៃអូសមកទាំងអស់បែបនេះហើយបងប្អូនទាំងអស់គ្នាឥឡូវយើងយកពាក្យថា done មកអូខេអញ្ចឹងបងប្អូនមានជំរើសគឺបងប្អូនយកកន្លែង save PDF to file បាទយើងចុចពីលើវាមកអញ្ចឹងវា load ចូលមកហើយបងប្អូនទាំងអស់គ្នាចង់ save វាចូលមួយណាឥឡូវខ្ញុំចូលនៅក្នុងនេះអញ្ចឹងខ្ញុំបាក់ file ចុះឧទាហរណ៍ខ្ញុំវាយជាខ្ញុំដាក់អូខេខ្ញុំដាក់ file ចេះចុះអញ្ចឹងអានេះជាឈ្មោះយើង save អញ្ចឹងបងប្អូនយកពាក្យថា save អូខេជាការស្លាច់ឥឡូវយើងចេញចូលទៅមើលកន្លែងដែលយើងបាន save screen មិញហ្នឹងយើងចូលកន្លែង file របស់យើងមកបាទនេះកន្លែងដែលយើង save មិញហ្នឹងបងប្អូនទាំងអស់គ្នានេះនៅកន្លែងនេះបាទរៀងចុចពីលើវាមកបងប្អូនឃើញទេកន្លែងដែលយើង short screen មិញហ្នឹងបងប្អូនទាំងអស់គ្នាគឺវែងមែនតែម្ដងឃើញទេឥឡូវយើងចុចនៅកន្លែងនេះបាទខ្ញុំចុចនៅកន្លែងនេះដើម្បី save អូខេបងប្អូនឃើញយើងអាច save វាបានជំរើសច្រើនយ៉ាងដែលយើង save ហើយយើងចង់ share វាទៅណាបងប្អូនទាំងអស់គ្នាអាច save វាទៅណាក៏បានវាមានច្រើនជំរើសដែលយើងជ្រើសរើសអូខេឧទាហរណ៍បងប្អូនចង់ផ្ញើទៅណាក៏បានចង់ print ចង់អីក៏បានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងគឺវាងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាដែលថាគាត់ចង់ធ្វើអីមួយបាទចង់ធ្វើអីមួយសម្រាប់អត្ថបទមួយហ្នឹងប៉ុន្តែគាត់ខ្ជិលវាថាខ្ជិលចូលមើលខ្ជិលអីយើងអាច save លក្ខណៈនឹងបានដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាការបង្ហាញរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលថាទស្សនាវីដេអូរបស់ខ្ញុំមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំហើយនឹង VTube នឹងបង្ហាញអ្វីប្លែកៗជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ